កុមារកំព្រានិងបុគ្គលិកនៅបណ្ដុលមេឈើនិងបណ្ដុលជនអស់សង្ឃឹមទទួលបានការពិនិត្យនិងព្យាបាលពីក្រុមគ្រូពេទ្យធីតានៅព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2025នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលហៅកាត់ថាធីតាបានអញ្ជើញចូលពិនិត្យសួរសុខទុក្ខពិនិត្យនិងព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញជំងឺភ្នែកនិងផ្ដល់ថ្នាំព្យាបាលជូនដល់ក្មួយៗកុមារកំព្រាជនចាស់ជរានិងបុគ្គលិកនៅក្នុងសមាគមជនឥតទីពឹងមណ្ឌលមេឈើនិងអង្គការសង្គ្រោះជនអស់សង្ឃឹមប្រមាណជិត400នាក់ស្ថិតនៅក្នុងភូមិលិចវត្តសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញនៅក្នុងឱកាសចុះពិនិត្យនិងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រានិងបុគ្គលិកនៅមណ្ឌលទាំងពីរប្រកបដោយក្តីអាណិតស្រឡាញ់ជាមួយនឹងស្នាមញញឹមដែលពោរពេញទៅដោយភាពកក់ក្ដៅនេះលោកជំទាវបណ្ឌិតនិងក្រុមការងារក៏បានរៀបចំនៅអាហារមួយពេលជូនដល់ក្មួយៗកុមារកំព្រានិងបុគ្គលិកទាំងអស់ផងដែររួមមានភីហ្សាផ្លូវមាត់បំពងនិងភេសជ្ជៈឆ្លៀតក្នុងឱកាសផ្ដល់អាហារនិងកុមារតូចៗទាំងនោះលោកជំទាវបណ្ឌិតបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅនិងការសិក្សារៀនសូត្ររបស់ក្មួយៗនិងការរំលឹកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រត្រង់ត្រាំស្ដាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូនិងម៉ែដោះដើម្បីក្លាយជាសិស្សល្អកូនល្អនៅក្នុងសង្គមក្រៅពីការពិនិត្យព្យាបាលនិងការផ្ដល់អាហាររបស់លោកជំទាវនិងការផ្ដល់អាហារលោកជំទាវបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាដល់មណ្ឌលទាំងពីរផងដែរនៅក្នុងនោះប្រគល់ជូនមណ្ឌលមេឈើរួមមានថវិកាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិត10លានរៀលអង្គរ4តោនរបស់សាលារាជធានីភ្នំពេញទឹកសុទ្ធ100កេសនិងមីជាតិ200កេសជាអំណោយរបស់អាយដាមឡាវវ៉ាន់និងលោកជំទាវសម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹមរួមថវិកាចំនួន10លានរៀលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតអង្គរ6តោនរបស់សាលារាជធានីភ្នំពេញទឹកសុទ្ធ100កេសនិងមីជាតិ200កេសរបស់អាយដាមឡាវវ៉ាន់និងលោកជំទាវលើសពីនេះទៅទៀតលោកជំទាវបណ្ឌិតនិងក្រុមការងារបានផ្ដល់អំណោយសម្រាប់កុមារតូចៗរួមមានម្នាក់ទទួលបានកាតាបស្ពី1សៀវភៅ3ក្បាលប៊ិច3ដើមច្រាស់ដុសធ្មេញ1ម៉ាស់20និងចាស់ហ៊ុយស្វិតដល់ពួកគេផងដែរលោកប្រធានមណ្ឌលទាំងពីរក៏បានសម្ដែងនូវក្តីសប្បាយរីករាយនិងគោរពថ្លែងអំណរគុណជូនដល់សម្ដេចធិបតីនិងលោកជំទាវដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោមកព្យាបាលកូនដល់មណ្ឌលផ្ទាល់ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាជួយដល់ការទ្រទ្រង់ដល់មណ្ឌលកុមារកំព្រាទាំងពីរនេះដែលកំពុងមានការខ្វះខាតខ្លាំងសូមជម្រាបផងដែរថាកុមារកំព្រាទាំងនេះមកពីគ្រួសារក្រីក្រគ្រួសារដែលឪពុកម្ដាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍គ្រួសារស្លាប់ដោយសារមេរោគអេដស៍ជាដើម